ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់ប្រហិតជៀនបុកល្ហុងសាច់គោអាំងមួយចាដែលខ្ញុំបើយើងគាត់បានកំងណាឥឡូវហ្នឹងគឺខាងយើងបានរៀបចំហើយរួចរាល់ 100% ជូនគាត់ហើយចាកំពុងតែចាំឡានមកយកដោយសារតែតេះហ្នឹងភ្ញៀវបើយើងក៏គាត់នៅខាងខេត្តតាកែវខាងមុខក៏យើងមានទូប្រហិត2ប្រអប់ខាងចំហៀងនេះក៏យើងមាន2ប្រអប់ទៀតអញ្ចឹងទាំងអស់គឺទូប្រហិតគឺយើងមាន4ប្រអប់ហើយនឹងមានទូមួយសម្រាប់ដាក់គ្រឿងបុកល្ហុងឬក៏សាច់អាំងរបស់គាត់បានចាខាងក្រោយនេះគឺយើងមានចក្រានអាំងសាច់មួយធំទលាយមែនតើដែលយើងអាចអាំងសាច់គោអាំងក៏បានអាំងថៃក៏បានដែរចាហើយដោយសារតែម៉ូតូភ្ញៀវគាត់នៅខេត្តអញ្ចឹងក៏យើងរៀបចំគ្រឿងចាំម៉ូតូឲ្យគាត់ទៅមួយឈុតតម្រូវជាមួយនឹងម៉ូតូដែលគាត់មានស្រាប់អញ្ចឹងណាហើយប្រឡោះដែរខ្ញុំច្អល់ឲ្យមើលហ្នឹងកន្លែងហ្នឹងគឺគាត់ចោះសគួរធុងគេហៅ5គីឡូមួយប៉ុន្តែគាត់បិទសិនព្រោះដោយសារគាត់អត់ទាន់ប្រើទេបើថ្ងៃណាមួយគាត់ប្រើគាត់បាញ់ក្បាលនឹងចេញវិញអញ្ចឹងណាបាញ់កាប់ហ្នឹងហើយយើងមានទ្វារបិទបើកមុខក្រោយចាហើយដោយសារតែខ្ញុំចៀតអញ្ចឹងខ្ញុំចូលឆោតថតខាងមុខចំឲ្យអត់បានអញ្ចឹងយើងថតបានតែពីចម្ងាយតែប៉ុណ្្នឹងទេចាហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានបំណងចង់លក់ដូរដូចគាត់ឬក៏លក់អីផ្សេងអីគឺអាចធ្វើការកម្មងបានចាតាមរយៈเพจនេះផ្ទាល់ឬតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំផ្ទាល់ក្នុងเพจនឹងផងដែរចាហើយដែលខ្ញុំដើរទៅនេះដែលខ្ញុំច្រើនតែនិយាយថាស្ពានទី2ស្ពានទី2នេះគឺខ្ញុំចង់បញ្ជាក់បែបហ្នឹងចាកន្លែងឡានបត់ចុះហ្នឹងគឺគល់ស្ពានទី2នៅខាងចុងពេទ្យរស់ស៊ីហ្នឹងតែម្ដងចាកន្លែងឡានគាត់បត់ចុះហ្នឹងគឺស្ពានទី2ចាយើងជិះមកពីខាងស្ទើមិនចេះគឺនៅនឹងជាប់នឹងគល់ស្ពានទី2ហ្នឹងតែម្ដងចាហើយខ្ញុំបាយទៅហ្នឹងគឺជាអគារផ្ដល់ឈាមពេទ្យរស់ស៊ីចាឥឡូវវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ